មុនការប្រកួតមកដល់កីឡាករគុនខ្មែរច័ន្ទប៊ុនហឿនបានបង្ហាញអារម្មណ៍ស្វ័យរីករាយយ៉ាងខ្លាំងដែលមានឱកាសបានឡើងសង្វៀនប្រកួតនៅទឹកដីកំណើតរបស់ខ្លួនគឺខេត្តកំពង់ស្ពឺកីឡាកររូបនេះបានបញ្ជាក់ថាខ្លួនធ្លាប់បានប្រកួតនៅទីនោះជាច្រើនលើករួចមកហើយគ្រប់លើកសុទ្ធតែទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីអ្នកស្រុកកំណើតចំពោះការត្រៀមខ្លួនសម្រាប់ការប្រកួតនេះប៊ុនហឿនបានឲ្យដឹងថាខ្លួនបានវឹកហាត់យ៉ាងខ្ជាប់ខ្ជួនជាប្រចាំដើម្បីបង្កើនសមត្ថភាពនិងកម្លាំងប្រកួតដោយសារតែការខិតខំវឹកហាត់យ៉ាងខ្លាំងនេះបានធ្វើឲ្យកីឡាករវ័យ27ឆ្នាំរូបនេះមានជំនឿចិត្តខ្ពស់លើខ្លួនឯងថានឹងអាចធ្វើការប្រកួតបានល្អហើយមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយលើកនេះក៏គេសន្យាថានឹងប្រកួតឲ្យអស់ពីសមត្ថភាពក្នុងការបង្ហាញសមត្ថភាពលើសង្វៀននេះគឺជាការយើងនិយាយចំឲ្យយើងខំប្រឹងប្រែងមើលគាត់នៅទីរំខែខ្លួនឯងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តលើកទី3ដែលខ្ញុំបានទៅប្រកួតនៅខេត្តខ្លួនឯងទឹកដីខ្លួនឯងពីព្រោះយើងបានឃើញពុកម៉ែបងប្អូនអ្នកដែលនៅស្រុកភូមិយើងហើយអ្នកដែលនៅក្បែរស្រុកក្បែរឯងយើងគាត់មកចូលរួមទស្សនាយើងសប្បាយចិត្តហើយខ្ញុំអត់ទាន់ស្គាល់គាត់ដែរបងហើយសម្រាប់ខ្ញុំអត់អីទេបើខ្ញុំត្រៀមខ្លួនរួចរាល់ហើយបងអីបើសម្រាប់ខ្ញុំគឺរៀងតានតឹងដែរបងដោយសារតែពួកគាត់ល្អតាមបែបដែលប៉ះចំគាត់ល្អដៃបាទទុកខ្ញុំអត់ទាន់ហ៊ាននិយាយទេបងសំខាន់ភាពជាក់ស្ដែងនៅសាលានិយាយទៅវាយ3ទឹកស្រួលដែរបងយើងបើ3ទឹកគឺយើងអត់សូវជិះស្ទង់ហ្មងតែបើ5ទឹកយើងអាចជិះស្ទង់បងសម្រាប់ខ្ញុំជឿជាក់ខ្ញុំថាសង្ឃឹម 70% បងដោយសារយើងភាពជាក់ស្ដែងនិយាយចំមកភាពជាក់ស្ដែងនៅសាវៀនគឺបងអត់អាចហ៊ានទទួលហ៊ាននិយាយថា 100% ទេបងខ្ញុំសន្យាខ្លួនឯងថានឹងខំប្រឹងប្រែងអស់ពីសមត្ថភាពអ្នកចាញ់ខ្ញុំមិនដឹងសំខាន់គឺខ្ញុំខំអស់ពីសមត្ថភាពសម្រាប់ខ្ញុំច័ន្ទប៊ុនហឿនមានតែអរគុណទៅដល់ពុកម៉ែបងប្អូនដែលចូលរួមទស្សនាបានច្រើនកកហើយជាពិសេសកុំភ្លេចចូលរួមទស្សនានៅទឹកដីខេត្តកំពង់ស្ពឺយើងទាំងអស់គ្នាគូបញ្ជាក់ថាវត្តមានជើងខ្លាំងគុនខ្មែរច័ន្ទប៊ុនហឿននឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិអមគូដណ្ដើមពានរង្វាន់ Boost Strong ដែលរៀបចំនៅខេត្តកំពង់ស្ពឺក្នុងការប្រកួតនេះកីឡាករគុនខ្មែររូបនេះនឹងត្រូវជួបប្រកួតជាមួយនឹងជើងខ្លាំងមកពីប្រទេសអឺរ៉ង់គឺ Aras Hamid Sades ក្នុងប្រភេទទម្ងន់67គីឡូក្រាមដែលត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតដ៏ជូរចត់និងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រគុនខ្មែរជាច្រើន